បាទសួស្តីអ្នកនរគ្នាអញ្ចឹងនេះយើងចូលមកផ្នែកចុងក្រោយនៅក្នុងមេរៀនពន្ធកាត់ទុកការរំលឹកនេះគឺតកតងនឹងលំហាត់ទាំងអស់មាន3អញ្ចឹងមានកម្រិតជាមូលដ្ឋានថ្នាក់មូលដ្ឋាន1ហើយ2លំហាត់ទៀតគឺវាតកតងទៅនឹងថ្នាក់កម្រិតខ្ពស់បើសិនជាគ្នាយើងដែលរៀនតាអេចិននៅខាងសាលាជាតិពន្ធដារអញ្ចឹងតកតងនឹងពន្ធប្រចាំខែគឺគេបែងចែកជា3អញ្ចឹងមានកម្រិត1កម្រិត2ហើយនឹងជាមុខវិជ្ជាជ្រើសរើសក្នុងកម្រិតខ្ពស់មួយទៀតអញ្ចឹងសម្រាប់លំហាត់ពន្ធកាត់ទុកនេះទី1គឺវាតកតងទៅនឹងកម្រិតមូលដ្ឋានហើយទី2ទី3ហ្នឹងតកតងនឹងកម្រិតខ្ពស់ប្រការធ្វើវាមិនជាខុសគ្នាមកនេះគ្រាន់ថាប្រធានគេដូចថាប្រយើងច្រើនជាងនៅក្នុងកម្រិតមូលដ្ឋានព័ត៌មានគេឲ្យមកវាច្រើនជាងការយើងអានទៅវាអាចមិនយល់មួយក៏វែងកន្លែងណាមួយចឹងទៅយើងអាចធ្វើខុសណាតែនឹងពិចារណាកម្រិតមូលដ្ឋានហើយនឹងកម្រិតខ្ពស់ของអ្នកត្រង់ប៉ុណ្ណឹងហើយប្រតិបត្តិការវាយើងមានភាពសោកស្មាយជាងនៅក្នុងកម្រិតមូលដ្ឋានបន្តិចអរិយនេះចឹងក្នុងនេះយើងទៅប្រើទៅចឹងនៅកន្លែងនេះគឺលំហាត់ទី1អញ្ចឹងតកតងនឹងលំហាត់រឿងពន្ធកាត់ទុកជាទូទៅគឺគេឲ្យមកជាប្រតិបត្តិការថាក្រុមហ៊ុនមានប្រតិបត្តិការអ្វីខ្លះទិញលក់អីចឹងណាហើយយើងដឹងហើយថាពន្ធកាត់ទុកគឺយើងផ្ដោតទៅលើចំណាយរបស់ក្រុមហ៊ុនទេមិនមែនចំណូលរបស់ក្រុមហ៊ុនទេបើចំណូលវាអាចពាក់ព័ន្ធទៅរឿង VAT ប្រាក់ដកពន្ធកអីផ្សេងទៀតពន្ធចាំខែផ្សេងទៀតចឹងណាអាហ្នឹងគឺតកតងទៅលើនៅពេលដែលមានចំណូលតែសម្រាប់ពន្ធកាត់ទុកវិញគឺយើងបដោតទៅលើរឿងចំណាយនៅពេលដែលក្រុមហ៊ុនមានចំណាយអ្វីមួយចឹងទៅតែជាកម្មវត្ថុនៃពន្ធកាត់ទុកចឹងហ្នឹងបានយើងយកវាមកគិតតែបើសិនជាតកតងនឹងចំណូលបើសិនជាប្រធានឲ្យតកតងនឹងចំណូលតកតងអីអាហ្នឹងគឺយើងដឹងថាវាអត់មានពាក់ព័ន្ធទៅលើពន្ធកាត់ទុកទេអត់ពេលមានលុយចូលអត់ពាក់ព័ន្ធពន្ធកាត់ទុកទេចឹងឡើយយើងទៅមើលលំហាត់យើងទាំងអស់គ្នាទី1តកតងនឹងលំហាត់ពពួកពន្ធកាត់ទុកសូមកំណត់ឲ្យបានថាក្រុមហ៊ុនយើងហ្នឹងស្ថិតក្នុងរបបស្វ័យប្រកាសហើយជាអ្នកជាប់ពន្ធអ្វីអូខេតែនេះដាក់ក្រុមហ៊ុនកខកគាត់ជាប់ពន្ធក្នុងរបបស្វ័យប្រកាសអូខេអញ្ចឹងក្រុមហ៊ុនយើងចុះបញ្ជីមានលេខអតបចាប់ផ្ដើមដល់អក្សរ L អញ្ចឹងយើងដឹងហើយក្បាល L មានន័យថាគាត់ជាអ្នកជាប់ពន្ធធំអូខេចឹងវាអាចមាន L មាន K ហើយតូច E ហើយដូចជា B អានោះតាមខេត្តតែខ្ញុំចាំខុសដូចជាអក្សរ B ចាពីនេះមធ្យម K ហើយនឹង B នេះហើយ L នេះអ្នកជាប់ពន្ធធំ E នេះអ្នកជាប់ពន្ធតូចអូខេចឹងបើសិនជាយើងឃើញអក្សរ L ចានោះមានន័យថាគាត់ជាអ្នកជាប់ពន្ធធំហើយបាទចឹងនេះអក្សរនៅលើលេខអតបលេខកាតចុះបញ្ជីហ្នឹងបើអក្សរ L នេះធំ K ហើយ B នេះមធ្យម E នេះចុះតូច K នេះគឺនៅតាមខណ្ឌយើងវាចុះនៅក្នុងរាជធានីហើយ B នេះគឺនៅតាមខេត្តតែចឹងគេមានលេខខូដលេខម៉ានទៅគឺកំណត់ថាជាខេត្តណាមួយចឹងទៅចានេះយើងមើលប្រធានយើងប៉ុណ្ណេះយើងដឹងថាគាត់ជាអ្នកជាប់ពន្ធក្នុងរបបស្វ័យប្រកាសហើយគាត់ជាអ្នកជាប់ពន្ធធំអញ្ចឹងគាត់មានកាតព្វកិច្ចជាភ្នាក់ងារកាត់ទុកពាក់ព័ន្ធទៅលើពន្ធកាត់ទុកអូខេអាចមានប្រធានខ្លះគេដាក់បន្លំដែរអញ្ចឹងគាត់ថាគាត់ជាអ្នកជាប់ពន្ធក្នុងរបបស្វ័យប្រកាសតែគាត់ជាអ្នកជាប់ពន្ធតូចអូខេអញ្ចឹងបើសិនជាក្នុងនាមគាត់ជាអ្នកជាប់ពន្ធតូចកាតព្វកិច្ចគាត់រឿងពន្ធកាត់ទុកហ្នឹងមានតែមួយទេគឺរឿងថ្លៃជួលចលនាទ្រព្យហ្នឹងចលនាទ្រព្យចានឹងប្រធានយើងមើលផងណាអញ្ចឹងថាគាត់ជាអ្នកជាប់ពន្ធនេះគេចានឹងដំណាក់កាលទី1ហើយបើសិនជាគាត់មិនស្ថិតនៅក្នុងរបបស្វ័យប្រកាសទេអាហ្នឹងក៏អត់មានកាតព្វកិច្ចពន្ធកាត់ទុកដែរព្រោះគាត់មិនមែនជាភ្នាក់ងារកាត់ទុកផងតែបើក្នុងបរិបទនៃការប្រឡងគឺវាលើអត់ដែរមានអញ្ចឹងទេពីច្រើនស្ថានអ្នកជាប់ពន្ធមធ្យមហើយធំហើយដើម្បីឲ្យយើងធ្វើការកែវា
ចឹងយើងមើលប្រតិបត្តិការយើងនេះលេខអតបគាត់ហើយទូទាត់ប្រាក់ប្រចាំខែមីនា2025ក្នុងខែ6ហ្នឹងហើយគេឲ្យយើងប្រកាសពន្ធកាត់ទុកកណនីពន្ធកាត់ទុកប្រចាំខែមីនាហើយពេញលិខិតប្រកាសពន្ធតែយើងនេះយើងមិនពេញទេនេះដោយសារលំហាត់ដាក់ឲ្យសិស្សគាត់អនុវត្តទៅចឹងឲ្យគាត់រៀនពេញលិខិតប្រកាសទៀតតែសម្រាប់សាលាជាតិពន្ធដារបើយើងទៅប្រឡងមានតែធ្វើកណនីហ្នឹងអស់ហើយមានតែពេញលិខិតអីទៀតអត់មានទេចឹងប្រតិបត្តិការយើងមាន7នេះប្រតិបត្តិការទី1គឺជួលឃ្លាំងអូខេចឹងជួលគឺយើងមានជួលពីលោកកចឹងគាត់រូបវ័នបុគ្គលចំនួន4លានហើយមានប្រាក់កក់ឃ្លាំងចំនួន2លានដែលនឹងត្រូវបុគ្គលជូនវិញពេលបញ្ចប់កិច្ចសន្យាអូខេចានេះយើងគ្រូស្រួលមួយណាចឹងយើងដឹងហើយជួលឃ្លាំងគឺជាប់ពន្ធកាត់ទុកក្នុងអត្រា 10% ដោយសារតែជួលពីរូបវ័នបុគ្គលអូខេចឹងយើងទូទាត់ឲ្យរូបវ័នបុគ្គលមុនពេលទូទាត់ឲ្យគាត់យើងកាត់ទុក 10% សិនចឹងថ្លៃជួល4លានយើងកាត់ 10% របស់4លានហ្នឹងមកដើម្បីបងពន្ធកាត់ទុកសម្រាប់ប្រាក់កក់វិញមាន2ករណីប្រាក់កក់ណាចឹងទី1គឺករណីដែលប្រគល់ជូនវិញហើយករណីមួយទៀតគឺមិនប្រគល់ជូនវិញករណីពីរហ្នឹងខុសគ្នាយ៉ាងម៉េចអូខេនេះសូមមកដាក់គៀនចឹងរឿងលុយកក់នៃការជួលចឹងបើសិនជាប្រគល់មកវិញអូខេចាហ្នឹងគឺរបៀបថាយើងធានាអីចឹងទៅគេរកការខូចខាតអីនៅពេលដែលយើងជប់ជួលយើងរត់អីណាចឹងអាប្រគល់មកវិញអាហ្នឹងវាមិនមែនជាកម្មវត្ថុរបស់ពន្ធកាត់ទុកទេអូខេចាហ្នឹងគឺអត់មានជាប់ក្នុងពន្ធកាត់ទុកទេតែបើសិនជាមិនប្រគល់ត្រឡប់ទេគឺយើងយកទៅទូទាត់ខែចុងក្រោយអូខេអញ្ចឹងអាចថាលុយកក់ហ្នឹងយើងយកទៅទូទាត់3ខែចុងក្រោយនៃការជួលអីចឹងទៅចាហ្នឹងវាជាកម្មវត្ថុនៃពន្ធកាត់ទុកអូខេចូលក្នុងអត្រា 10% ដែរអញ្ចឹងលុយកក់ហ្នឹងយើងត្រូវកាត់ថ្លៃជួលនៅ3ខែចុងក្រោយនៃឆ្នាំក្រោយឆ្នាំណាអីចឹងទៅអូខេតែសំខាន់លុយយើងបានទូទាត់ហើយនៅក្នុងខែហ្នឹងខែបច្ចុប្បន្ននៃខែមិថុនានេះអញ្ចឹងនៅក្នុងខែហ្នឹងគឺយើងត្រូវកាត់ទុកហើយប្រកាសបងពន្ធកាត់ទុកនៅពេលហ្នឹងនៅពេលដែលមានការទូទាត់ជាសាច់ប្រាក់ហ្នឹងគឺយើងត្រូវកាត់ទុកហើយអូខេតែនេះតកតនឹងលុយកក់ថ្លៃជួលគឺមាន2ករណីហ្នឹងតែករណីរបស់យើងនេះគឺយើងប្រគល់ជូនមកវិញចាហ្នឹងគឺអត់មានពាក់ព័ន្ធអីនឹងពន្ធកាត់ទុកទេតែស្អីមិនស្រួលខ្វាយទៅហើយអត់មានលើកលែងទីប្រតិបត្តិការទី2ជួលរថយន្តដឹកទំនិញតែរថយន្តតែគេបញ្ជាក់ទៀតបញ្ជាក់ថាជួលតែរថយន្តទេពីលោកសុកតែពីរូបវ័នបុគ្គលចំនួន1.2 លានអញ្ចឹងយើងដឹងហើយជួលចលនាវត្ថុចលនាទ្រព្យតែរថយន្តនេះយ៉ាងហ្នឹងគឺថ្លៃជួលគ្នាដែរជាប់ក្នុងអត្រា 10% អូខេចឹងយើងថាចុះបើយើងជួលឡានហើយយើងឲ្យគាត់ធ្វើជាតកង់ទៀតអូខេចាហ្នឹងមិនវិញចាហ្នឹងវាឈប់ទៅជាការជួលចលនាទ្រព្យវិញវាទៅជាសេវាដឹកជញ្ជូនវិញអូខេចឹងវាបានប្រែពីការជួលចលនាទ្រព្យទៅជាសេវាដឹកជញ្ជូនអូខេចាហ្នឹងយើងនឹងឃើញនៅលេខ5ឆ្ងាយទៅលេខ5ហើយក៏បានជួលរថយន្តទាំងអ្នកបើកបរអូខេពីលោកខចំនួន3លានអញ្ចឹងនៅក្នុងករណីហ្នឹងវាទៅជាសេវាហើយសេវាយើងដឹងហើយពេលដែលយើងទទួលការផ្គត់ផ្គង់សេវាពីរូបវ័នបុគ្គលដែរមិនស្ថិតនៅក្នុងរបបស្វ័យប្រកាសចាហ្នឹងគឺយើងត្រូវជាប់ពន្ធកាត់ទុកក្នុងអត្រា 15% នៅពេលដែលយើងធ្វើការទូទាត់ឲ្យទៅរូបវ័នបុគ្គលហ្នឹងអូខេចាហ្នឹងមានពីករណីហ្នឹងតកតងទៅលើការជួលចលនាទ្រព្យសួរតែយើងជួលតឡានឬមួយក៏យើងជួលទាំងឡានហើយទាំងអ្នកបើកបរទៀតធ្លាប់មាន group discussion មានគ្នាយើងមួយចំនួនថា
បើសិនជាយើងកុំឲ្យខាតយើងចង់ជួលទាំងតកង់ហើយយើងចង់ជួលទាំងអ្នកបើកទៀតយើងអាចម្លែកធ្វើពីបងទី1នោះគឺទៅរឿងជួលរថយន្តទៅចានឹងចុះ 10% ទៅហើយមួយទៀតគឺយើងជួលសេវាបើកដឹកបើកជួលហ្នឹងអ្នកបើកបរហ្នឹងចាហ្នឹងអាថ្លៃសេវាហ្នឹងចុះទៅ 5-10 តែរឿងថ្លៃសេវាហ្នឹងផ្សេងទៀតចឹងទៅយើងញ៉ៃជា2ណាចានេះក្នុងការ practice មិនដឹងថាសាវនករគាត់គិតយ៉ាងម៉េចទេតែបើយើងមើលទៅវាដូចរឿងពិបាកមើលដែរបើសិនជាយើងជួលពីកន្លែងតែមួយណាចឹងវាកាច់បាត់ពីរតែហ្នឹងអាចគីឡូអាចមានបញ្ហាដែរចឹងណាបើលុយតិចតួចអីអាចមិនអីតែបើលុយរឿងធំដុំអីអាចគីឡូអាចមានបញ្ហាដែរក្នុងករណីហ្នឹងណាต้องសួរកុំឲ្យមានរឿងបើសិនជាយើងមកទាំងតកងអ្នកបើកឡានដែរទេយើងដាក់ទាំងអស់ហ្នឹងមកយកជាសេវាទៅអូខេបងលើកតិចតួចតែកុំឲ្យមានរឿងទៅប្រតិបត្តិការទី3គឺតកតងទៅលើការជួសជុលរថយន្តអូខេដែលមានតម្លៃ 80,000 20% ជាថ្លៃឈ្នួលអូខេអញ្ចឹងបើ 20% ជាថ្លៃឈ្នួលមានន័យថា 80% ទៀតវាជាគ្រឿងឡានទិញទីយកដូរពងស្មាំងដូរទ្វារដូរអីហូរហែអញ្ចឹងទៅ 20% ជាថ្លៃឈ្នួលអូខេចឹងបើសិនជាវាជាទំនិញជាអីអាហ្នឹងគឺវាមិនមែនជាកម្មវត្ថុនៃពន្ធកាត់ទុកទេកម្មវត្ថុពន្ធកាត់ទុកគឺតែលើថ្លៃសេវាទេថ្លៃឈ្នួលនៃការធ្វើទេអញ្ចឹងគឺអា 20% នៃ 800,000 គុណក្នុងសេវាគឺក្នុងអត្រា 15% អូខេចូលប្រតិបត្តិការទី4បង់ថ្លៃសេវាពិគ្រោះយោបល់អូខេសេវាពិគ្រោះយោបល់ក្នុងតម្លៃ 2,200,000 រួមទាំងអាករអូខេអញ្ចឹងនៅពេលដែលយើងឃើញពាក្យថារួមទាំងអាករនេះជាទូទៅគឺយើងទទួលសេវាពីអ្នកដែលស្ថិតនៅក្នុងរបបស្វ័យប្រកាសដូចគ្នាហើយព្រោះនេះវាជាវត្ត invoice អូខេវត្ត invoice អញ្ចឹងបើមានវត្ត invoice ហើយពន្ធកាត់ទុកគឺយើងមិន apply ទេហើយទៅក្រុមហ៊ុន CN Co Ltd ដែលមានលេខអតបចំនួនប៉ុណ្ណេះអូខេអញ្ចឹងមានលេខអតបទៀតអញ្ចឹងគាត់ជាអ្នកនៅក្នុងរបបស្វ័យប្រកាសហើយជាអ្នកជាប់ពន្ធមធ្យមទៀតអូខេបានគាត់ចេញវិក័យប័ត្រក៏បានអញ្ចឹងសម្រាប់ថ្លៃពិគ្រោះយោបល់ដែលមានវិក័យប័ត្រអាករហើយជាអ្នកទៅក្នុងរបបស្វ័យប្រកាសដូចគ្នាចាហ្នឹងគឺយើងមិនអនុវត្តវាមិនមែនជាកម្មវត្ថុនៃពន្ធកាត់ទុករបស់យើងទេអាហ្នឹងយើងចូលទៅ VAT វិញយើង claim ជាវត្ត input ណាប្រតិបត្តិការទី5ជួលរថយន្តដឹកទំនិញទាំងអ្នកបើកបរចានេះមិញយើងបាននេះហើយអញ្ចឹងទៅប្រតិបត្តិការទី6បង់ការប្រាក់ឲ្យលោកគោអូខេចានេះគឺការប្រាក់ទៅរូបវ័ន្តបុគ្គលចំនួន1លាននិងបង់ឲ្យធនាគារ ABA 2លានអូខេអញ្ចឹងរឿងការប្រាក់បើសិនជាយើងទៅរូបវ័ន្តបុគ្គលគឺយើងជាប់ក្នុងអត្រា 15% អូខេបង់ទៅធនាគារអាហ្នឹងគឺយើងលើកលែងមិនអនុវត្តទេហើយបើសិនជាយើងទៅសហគ្រាសផ្សេងទៀតទៅក្រុមហ៊ុនខអីចាហ្នឹងគឺយើងជាប់ក្នុងអត្រា 15% ដដែលទោះបីជាយើងមានកាយប័ត្រកក៏ដោយក៏នៅតែត្រូវជាប់ពន្ធកាត់ទុកក្នុងអត្រា 15% ដែរចាហ្នឹងគឺសម្រាប់ការប្រាក់ហើយនឹងសួយសារអូខេទោះបីជាស្ថិតក្នុងរបបស្វ័យប្រកាសដូចគ្នាក៏ត្រូវតែជាប់ពន្ធកាត់ទុកដែរអូខេអញ្ចឹងទៅប្រតិបត្តិការទី7ប្រតិបត្តិការចុងក្រោយទូទាត់ថ្លៃដឹកជញ្ជូនអូខេថ្លៃដឹកជញ្ជូនឲ្យលោកខទៅរូបវ័ន្តបុគ្គលទៀតចំនួន 40,000 អញ្ចឹង 40,000 នេះវាទូជាង 50,000 អញ្ចឹងក៏មិនមែនជាកម្មវត្ថុនៃពន្ធកាត់ទុកដែរចានេះលំហាត់សម្រាប់ប្រភេទលំហាត់ពន្ធកាត់ទុកជាការប្រឡងភាគច្រើនទម្រង់គឺមានប៉ុណ្ណឹងរបៀបវាគឺគេឲ្យប្រតិបត្តិការមកគឺគេចង់សួរយើងជាងគេហ្នឹងគឺសួរទៅលើកម្មវត្ថុនៃពន្ធកាត់ទុកហើយនឹងអត្រាវាសួរថាតើប្រតិបត្តិការហ្នឹងវាជាកម្មវត្ថុនៃពន្ធកាត់ទុកអត់ទី1បើសិនវាជាកម្មវត្ថុនៃពន្ធកាត់ទុកវាជាប់ក្នុងអត្រាប៉ុន្មានអញ្ចឹងយើងដឹងហើយពន្ធកាត់ទុកយើងមានអត្រា4 6 10 14ហើយនឹង15អូខេអញ្ចឹងសួរថាវាចូលទៅមួយណាអញ្ចឹងបើសិនជាលំហាត់គេដូរលេខដូរវិធីដូរមិនក៏ដោយតែថាទម្រង់នៃការធ្វើគឺមិនខុសគ្នាប៉ុន្មានទេហើយជាបច្ចេកទេសនៃការធ្វើគឺដូចខ្ញុំបានធ្វើនៅក្នុង
នៅក្នុងវីដេអូនេះចឹងបានបង្ហាញចឹងគឺយើងធ្វើម្ដងមកប្រតិបត្តិការម្ដងមកប្រតិបត្តិការធ្វើមួយហ្នឹងយើងគប់នៅលើហ្នឹងមកក្តារប្រធានគេឲ្យណាចាឥឡូវយើងទៅកណនីទាំងអស់គ្នាទៅទៅហើយបង្ហាញយើងនេះសេលគៀននេះមកចឹងលេខ1ជួលអូខេសេខ្លីៗណាទាំងខ្ជិលហើយដាក់ជួលឃ្លាំងទៅជួលឃ្លាំង4លានកូននឹង 10% អូខេ12លាននេះលើកលែងមកទី2ជួលឡានអូខេរថយន្តហ្នឹងចំនួន1លាន2ក្នុងអត្រា10%សេវាចំនួន2.2លានបើយើងសេមែនទេសេ2លានយកកទេសេត្រូវនេះចំណាយ spend យើងតែ2លានទេហើយនេះវាលើកលែងទី4យើងអ្នកបើកបរនេះសេវាចឹងសេវាបើកបរអូនេះម្លងមួយជួសជុលម្លងជួសជុលនេះអត់បានលេខ3ជួសជុលតែលេខ3 80% ចឹងលេខ3ជួសជុលអូខេសេវាជួសជុលឡានយើងនេះ 20% នៃ 80,000 កូនក្នុងអត្រាសេវា 15% ដល់លេខ4វិញនេះគឺសេវាមីក្រូមាន VAT ហ្នឹងចឹងទឹកប្រាក់2លានត្រូវបានលើកលែងគុណកាត់ទុកទី5យើងសេវាបើកបងកងឡានហ្នឹងតែពេលប្រឡងសេពេញណាមកពីវាមូលហេតុដកទុកយើងចំ3លានគុណក្នុងអត្រា 15% លេខ6ការប្រាក់ការប្រាក់វាមាន2មួយទៅលោកកនេះចំនួន1លានជាប់ក្នុងអត្រា 15% ហើយពេលយើងបង់ទៅ AVA 2លាននេះគឺយើងលើកលែងលេខ7ដឹកជញ្ជូនក្រោម 40,000 ចឹងដឹកជញ្ជូនក្រោម 40,000 នេះយើងលើកលែងដែរអូខេចឹងហើយយើងកណនីលេខមកចឹង4លានគុណ 10% វា40,000 លើកលែងនេះ0 12លាន 10% 12លានហើយ1លាន2ដែរបាត់ចុច2 1លាន2ចា1លាន2 10% ចឹងគឺ 12,000 20% នៃ 80,000 ចាអញ្ចឹងចុចកាសូតិច 20% នៃ 80,000 កូនឲ្យ 15% អញ្ចឹងឃើញ 24,000 លើកលែង0 3លាន 15នេះ 45,000 1លាន 15 15,000
lực lên 2 លាន 40,000 លើកតែហើយរបបលេខតិច12,000 មកចឹងឃើញ 1 លាន 14,000 ចានេះគឺចម្លើយរបស់យើង 1 លាន 14,400 ចឹងសម្រាប់សហគ្រាសរបស់យើងពន្ធកាត់ទុកដែលគាត់ត្រូវបង់គឺមានចំនួន 1 លាន 14,400 អូខេចានេះគឺប្រភេទលំហាត់ពន្ធកាត់ទុកកម្រិតមូលដ្ឋានគឺមានប៉ុណ្ណឹងចឹងបើសិនជាគេយើងមានចម្ងល់អីបន្ថែមអីកន្លែងណាអីអាចសួរបញ្ជាក់បន្ថែមបាន